តិចនិចថតផលិតផលឲ្យបានស្អាតជាមួយនឹងទូរស័ព្ទដៃវីដេអូនេះខ្ញុំនឹងបង្ហាញពីគន្លឹះខ្លះៗដើម្បីឲ្យបងប្អូនចេះថតផលិតផលដោយខ្លួនឯងអ្វីដែលយើងត្រូវមានដូចជាទី1កញ្ចក់ទី2ភ្លើង RGB ទី3 background អញ្ចឹងបងប្អូនរើសយកអ្វីក៏បានដែរខ្ញុំសម្រេចថាខ្ញុំយក keyboard រួចហើយយើងយកវាមកផ្គុំជាទម្រង់បែបនេះបន្ទាប់មកទៀតយើងបើកមុខងារកាមេរ៉ាចូលទៅក្នុង Pro Mode កំណត់ Speed ISO Auto Focus ក៏ដូចជា White Balance ពេលដែលយើងកំណត់រួចរាល់ហើយយើងអាចធ្វើការថតហើយបន្ទាប់មកយើងនឹងបានរូបភាពមួយដែលយើងចង់បានបន្ទាប់ពីយើងបានជាលទ្ធផលហើយភ្លើង RGB ក៏មាន function មួយចំនួនដែលអាចឲ្យយើងកំណត់ពណ៌បានឥឡូវយើងទៅកំណត់ពណ៌នៅក្នុងភ្លើង RGB ជាមួយខ្ញុំទាំងអស់គ្នានៅក្នុង mode វាមានសេរីច្រើនហើយអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាយក mode មួយដែលគេហៅថា party ពេលដែលយើងចូលទៅភ្លើងហ្នឹងវានឹងបដូរពណ៌រាល់វិនាទីម្ដងអញ្ចឹងយើងចាំតែចុចទៅបានហើយជាលទ្ធផលយើងបានរូបបែបនេះវីដេអូនេះក៏បានដល់ទីបញ្ចប់ជួបខ្ញុំនៅវីដេអូបន្ទាប់